សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងចូលមកកាន់មេរៀនទី6 Lesson 6 Talking about your job និយាយអំពីការងាររបស់អ្នក Vocabulary ពាក្យចឹងក្នុងនេះដែរយើងមានពាក្យ job ការងារ work ធ្វើការ company ក្រុមហ៊ុន salary ប្រាក់ខែ busy រវល់ឬមួយក៏ការងារច្រើន free time ពេលទំនេរចឹងយើងចូលដល់ចំណុចមួយទៀតគឺ conversation example ចឹងនៅក្នុងនេះយើងមានតួអង្គពីរគឺ A ហើយនិង B ចឹង A គាត់សួរថា what is your job តើអ្នកធ្វើការអ្វីចឹង B ក៏ឆ្លើយថា I am a teacher ខ្ញុំគឺជាគ្រូបង្រៀនចឹង A ក៏សួរបន្ត where do you work តើអ្នកធ្វើការនៅឯណាចឹង B ក៏ឆ្លើយថា I work in ភ្នំពេញចឹង B ក៏ឆ្លើយថាខ្ញុំធ្វើការនៅភ្នំពេញចឹង A ក៏សួរបន្ត are you busy at work តើអ្នករវល់ដែរទេនៅកន្លែងធ្វើការចឹង B ក៏ឆ្លើយថា yes I'm very busy បាទខ្ញុំពិតជារវល់ណាស់ចឹងចូលដល់ចំណុចមួយទៀតគឺ practice your turn ចឹង practice នេះគឺអនុវត្ត your turn នេះគឺវេនរបស់អ្នកPlease answer that question in English សូមឆ្លើយសំណួរទាំងនេះជាភាសាអង់គ្លេសចឹងសំណួរទី1គេសួរថា what is your job តើអ្នកធ្វើការអ្វីចឹងយើងអាចឆ្លើយតាមស្ថានភាពជាក់ស្ដែងរបស់យើងម្នាក់យើងអាចឆ្លើយពីព័ត៌មានពិតក៏បានយើងអាចឆ្លើយពីព័ត៌មានដែលអ្នកឧទាហរណ៍ក៏បានចឹងចំពោះខ្ញុំសូមឆ្លើយថា I am a businessman ចឹងខ្ញុំឆ្លើយថាខ្ញុំគឺជាអ្នកអាជីវករខ្ញុំគឺជាអាជីវករម្នាក់ចឹងសំណួរមួយទៀតគេសួរថា where do you work តើអ្នកធ្វើការនៅឯណាចឹងខ្ញុំឆ្លើយថា I work at តាកែវ Province សំទោសកន្លែងនេះគឺ OE ចឹងដល់សំណួរទី3គេសួរថា are you busy at work ចឹងខ្ញុំឆ្លើយថា yes I am busy